វីដេអូមួយនឹងខ្ញុំថតរៀងយូរដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំទៅបានកាត់អាសាទៅជាពីជំងឺឈឺកនិងផ្ដាសាយអត់ប្រកាន់ណាយអ្នកទាំងអស់គ្នាទៅយកមកផុសអញ្ចឹងអាសាថតរៀងយូរដែរហើយតោះកុំឲ្យវែងឆ្ងាយមកមើលវីដេអូនេះពេញទាំងអស់គ្នាថ្ងៃដែលខ្ញុំដើរលេងគឺជាថ្ងៃចុងសប្តាហ៍នេះទាំងអស់គ្នាហើយក៏ជាថ្ងៃដែលបងប្រុសរបស់ខ្ញុំនឹងក៏ឡើងមកពីឧត្តរមានជ័យគាត់ក៏បានមកលេងខ្ញុំហើយនិយាយទៅគាត់ចង់ដើរលេងសុកពេញចឹងអ្នកនរគ្នាហើយទៅក៏ខ្ញុំមិនដឹងថានាំគាត់ទៅណាដែរពួកខ្ញុំក៏ដឹងថាទៅណាដែរនិយាយទៅម្នាក់គឺថាអត់ដឹងទៅណាទាំងអស់សើចមើល Google សើចមើល TikTok កន្លែងដើរលេងអីជាច្រើននៅពេញចឹងអ្នកនរគ្នានិយាយទៅគឺសើចមើលឃើញវត្តហ្នឹងគឺតំណងមែនតើមិនតំណងអីឃើញទេសភាពលៀបថា background ពេលយើងថតរូបទៅគឺវារៀងស្អាតចឹងណាទាំងអស់ចឹងហើយបងប្រុសរបស់ខ្ញុំហ្នឹងក៏ចង់ទៅកន្លែងហ្នឹងអញ្ចឹងអ្នកគ្នានិយាយទៅក៏ខ្ញុំសើច Google Map អីគឺជូនគាត់ទៅហ្នឹងមកនិយាយលេងសើចអ្នកនរគ្នាគឺថាតែសភាពអេមែនតែនបដ ாய் ហើយវត្តដែលខ្ញុំបានទៅនេះមានឈ្មោះថាវត្តបញ្ញាធំអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដែលចង់ទៅអាចសើចមើល Google Map បានគឺវាចេញឲ្យយើងមកវត្តបញ្ញាធំនេះការរៀបចំតុបតែងរបស់គេគឺដូចនៅចិនមកអ្នកទាំងអស់គ្នាថតបន្លំអីតិចគេថាយើងទៅចិនមែនទេអ្នកទាំងអស់គ្នាគឺនៅស្រុកខ្មែរយើងហ្នឹង